បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតនៅថ្ងៃនេះខ្ញុំចង់និយាយអំពីពេលវេលានៃការឆែកលទ្ធផលឆ្នោតរបស់អ្នកទាំងអស់គ្នានោះវាកាន់តែខិតចូលមកដល់ហើយគឺនៅដើមខែក្រោយនេះគឺខែ5ហើយតើអ្នកទាំងអស់គ្នាបានត្រៀមហើយឬនៅថា confirmation number របស់អ្នកទាំងគ្នានៅណានៅទូរស័ព្ទឬក៏អ្នកទាំងអស់គ្នាបាន screenshot បានថតទុក print ទុកនៅកន្លែងណាមួយត្រៀមទុកឲ្យហើយជៀសវាងនៅពេលដែលគេឆែកយើងដើររមិនឃើញទៅទៀតបើរកឃើញមិនអីទេបាទហើយមួយទៀតនោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលឯកសារលេងរបស់ខ្លួនឯងវាខុសអ្វីខ្លះដែរទេឈ្មោះថ្ងៃខែឆ្នាំកំណើតឈ្មោះជាអក្សរឡាតាំងឈ្មោះនៅលើសញ្ញាបត្រថ្ងៃខែឆ្នាំកំណើតនៅលើសញ្ញាបត្រវាដូចគ្នាអស់ហើយឬនៅបើដូចគ្នាល្អតែបើមិនដូចទេក៏ធ្វើឲ្យហើយទៅទោះបីជាអ្នកនរគ្នាធ្វើហើយតែលទ្ធផលវាមិនជាប់ក៏ទុកប្រើនៅក្នុងប្រទេសយើងទៅស្រុកខ្មែរទៅប៉ុន្តែបើសិនជាឃើញថាវាខុសបានធ្វើល្អហើយជាប់ហើយលទ្ធផលឆ្នោតចេញមកហើយថាជាប់លេខរៀងក៏ទៀបទៀតនោះជារឿងល្អអ្នកទាំងអស់គ្នាអាចនឹងរត់ការមកបានយ៉ាងលឿនមកដល់អាមេរិកក៏ឆាប់អាចនៅក្នុងឆ្នាំ2025នេះតែម្ដងមិនបាច់រងចាំដល់ឆ្នាំ2026ទេបាទអញ្ចឹងវាជាករណីដូចខ្ញុំជាដើមអញ្ចឹងសូមពិនិត្យមើលលេងទៅវាអត់ខាតបង់អីទេទាក់ទងទៅនឹងការធ្វើឯកសាររបស់ខ្លួនឯងនៅស្រុកខ្មែរហ្នឹងបាទទី2ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពេលដែលឆែកលទ្ធផលឆ្នោតសូមកុំឲ្យធ្វើដោយករណីដែលខ្ញុំបានជួបមួយកាលពីឆ្នាំទៅមិញគឺនៅពេលដែលដឹងលទ្ធផលឆ្នោតលេខរៀងរបស់គាត់គឺជាង20000ក្រាស់ប៉ុន្តែនៅពេលដែលគាត់ដឹងលទ្ធផលឆ្នោតគឺគាត់សប្បាយចិត្តពេកគាត់មានក្តីសង្ឃឹមខ្ពស់គាត់លក់ទ្រព្យសម្បត្តិអស់រំតែគាត់ដឹងថាលេខរៀងគាត់ខ្ពស់គ្មានសង្ឃឹមនឹងបានមកទេគាត់លក់អស់បាត់ទៅហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាមានករណីនឹងកើតឡើងទេបើអ្នកទាំងអស់គ្នាបានឃើញវីដេអូមួយនេះសូមយកចិត្តទុកដាក់ទៅលើ case number របស់អ្នកទាំងអស់គ្នាតែបើសិនជាអ្នកទាំងអស់គ្នាបានលេខរៀងទាបគួរតែប្រវេប្រវាទៅបើមានលុយក៏រត់ទៅតែបើមិនមានថវិការត់ទេក៏មើលថាអាចមានអ្វីអាចរំដោះបានបដោះបានក៏បដោះសិនទៅជាក់ស្ដែងដូចជាការដែលខ្ញុំជាប់អញ្ចឹងក៏ភ្លាមខ្ញុំរលុយមិនតាន់ដែរបាទវាភ្លាមពេកវាលឿនពេកអញ្ចឹងក៏ខ្ចីគេពវល់លិចពវល់កើតទៅមានទ្រាំអីត្រូវថាបដោះបានក៏បដោះសិនបាទព្រោះដោយសារតែលេខរៀងយើងទៀបតែយើងស៊ើបមើលទៅណាហើយយើងមើលពីឯកសាររបស់ខ្លួនឯងទៅថាតើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តើឲ្យតើយើងមានសង្ឃឹមទេព្រោះបើសិនជាដោយករណីមួយទៀតដែលខ្ញុំសម្ភាសជាមួយខ្ញុំនៅថ្ងៃជាមួយគ្នាដែរលេខរៀងគាត់ទៀបជាងខ្ញុំទៅទៀត2400ជាងតែគាត់ធ្លាក់ទេគាត់សម្ភាសធ្លាក់ទេគ្រួសារហ្នឹងមានកូន2នាក់ប្តីប្រពន្ធដែរហ្នឹងមានកូន2នាក់ហ្នឹងគាត់សម្ភាសមុនខ្ញុំគាត់ធ្លាក់តែបើតាមដឹងគឺដោយសារតែគាត់គ្មានលិខិតអាពាហ៍ពិពាហ៍រហូតដល់ជាប់ឆ្នោតគៀកថ្ងៃសម្ភាសហើយទៅធ្វើលិខិតអាពាហ៍ពិពាហ៍បាទប៉ុន្តែគាត់ការមួយគ្នាជិត10ឆ្នាំហើយគាត់អត់ដែលឲ្យតម្លៃទៅលើសម្បត្តិអាពាហ៍ពិពាហ៍ទេណាអ្នកទាំងអស់គ្នាអ្នកនរនេះគួរតែដឹងពីលើទៅលើលិខិតអាពាហ៍ពិពាហ៍និងពិធីមង្គលការសម្រាប់ខ្ញុំគាត់តែគិតថាវាជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងប៉ុន្តែឯកសារផ្លូវច្បាប់គឺលិខិតអាពាហ៍ពិពាហ៍ឬក៏អេតាស៊ីវិលនេះហើយបាទអញ្ចឹងបកទៅរកប្តីប្រពន្ធមិញដែលគាត់ធ្លាក់គឺគាត់អត់ឲ្យតម្លៃទៅលើសម្បត្តិអាពាហ៍ពិពាហ៍ទេដោយគាត់ថាស្រុកយើងគឺគេមិនសូវជាខ្វល់ខ្វាយយកចិត្តដាក់លើសម្បត្តិអាពាហ៍ពិពាហ៍ទេចម្លើយរបស់គាត់បង្ហាញពីការយល់ដឹងមួយកម្រិតនៃការយល់ដឹងរបស់គាត់អញ្ចឹងអ្នកទាំងអស់គ្នាកុំឲ្យអញ្ចឹងបើជាប់បានលេខរៀងទៀបហើយយើងមើលពីឯកសាររបស់យើងទាំងអស់គ្នាគ្រប់លក្ខណៈសម្បត្តិអស់ហើយអូខេប្រវេប្រវាដើម្បីរកច្រកចេញមកបាទអត់អីទេមានសង្ឃឹមហើយ
តែបើលេខរៀងខ្ពស់ក៏មិនសោះរឿងលក់ទ្រព្យសម្បត្តិហើយមួយទៀតមានអ្វីដែលត្រូវធ្វើធម្មតាចុះកុំបោះបង់សូម្បីតែពេលដែលយើងទទួលបានกระดาษពេលសម្ភាសជាប់ចុងសន្លឹកពោផ្ទៃមេឃក៏នៅក្នុងចុងសន្លឹកនោះគេបានបញ្ជាក់ដែរថាកុំលក់ទ្រព្យសម្បត្តិកុំបោះបង់ចោលការងារមានន័យថាបើដរាបណាមិនតន់ទទួលវីសាបោះត្រាវាយនៅលើប៉ាសពតយើងទេកុំតន់មានសង្ឃឹមចាំបានវីសាដាក់នៅក្នុងប៉ាសពតកាន់នឹងដៃហើយចាំអ្នកនរគ្នាអូខេទិញសមុទ្រយន្តហោះឡើងមកចុះត្រៀមអីបានមកចុះអាហ្នឹងមានសង្ឃឹមច្រើនហើយបាទករណីដែលថាទៅដល់ហើយដល់អាមេរិកហើយមកវិញវាមិនសឹងថាគ្មានផងមើលទៅអញ្ចឹងអាហ្នឹងឲ្យទៅសង្ឃឹមគេចង់និយាយអញ្ចឹងបាទអញ្ចឹងពេលឆែកលទ្ធផលឆ្នាំនេះសូមអ្នកទាំងអស់គ្នាមើលថាអ្នកទាំងអស់គ្នាទទួលបានលេខរៀងទីប៉ុន្មានអញ្ចឹងកុំបានលេខរៀងខ្ពស់ក៏ដឹងថាខ្ញុំជាប់ឆ្នោតហើយកុំអញ្ចឹងណាជាវារឿងរ៉ាវដែលខ្ញុំនិយាយមិញវាកាត់ឡើងម្ដងទៀតលើអ្នកទាំងអស់គ្នាអញ្ចឹងខែ5នេះជូនពរឲ្យអ្នកទាំងអស់គ្នាពេលដែលឆែកលទ្ធផលឆ្នោតយក confirmation number វាយចូលវាយឈ្មោះខ្លួនឯងចូលថ្ងៃខែឆ្នាំកំណើត load មក plot you have been randomly selected អូខេជូនពរឲ្យអ្នកទាំងអស់គ្នាឃើញបែបហ្នឹងហើយបើអាចជួយ comment ប្រាប់ផងថានៅពេលដែលឃើញបែបនោះអារម្មណ៍របស់អ្នកទាំងអស់គ្នាវាយ៉ាងម៉េចដែរអូខេសង្ឃឹមថាអ្នកនោះនឹងជួបបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យបានមកអាមេរិកទាំងអស់គ្នាបាយបាយ